តាំងពីមុនចូលឆ្នាំមកអត់ផុតសោះហាងនេះល្បីថាផ្អែមរបស់គាត់ហ្នឹងមានច្រើនមុខហើយអត់សូវផ្អែមទេនិយាយទៅជីទាំងកណ្ដាលថ្ងៃត្រង់ទៅរហូតបដ ாய் ផ្អែមខ្ញុំមួយចាននេះ$3.78គឺបន្ទាប់ពី discount ហើយមុន discount 4រៀលជាងរៀងថ្លៃដែរចំពោះផ្អែមមួយចានប៉ុន្តែយើងមើលលេងៗទៅគ្រឿងផ្សំគាត់គឺច្រើនទីតាំងគាត់គឺនៅទំមុខអា Yupin Mall គេល្បីមកវឹកមុននៅចិត្ត The Point នៅចិត្តទូចិនអីហ្នឹងគឺម្ដុំហ្នឹងនៅក្នុងហាងគាត់រៀបចំបានស្អាតល្អមានកន្លែងអង្គុយទាំងលក្ខណៈ indoor និង outdoor មេក្តៅអញ្ចឹងគឺហាងណា indoor ហើយហាងណាអត់មាន indoor អត់ចូលទេហប់លេងៗទៅមួយចានហ្នឹង topping ដូចចង់10មុខដែរមានចំហួយខ្មៅសណ្តែកក្រហមមានកំប៉ុងក្របឈូកត្រាវតឡងហើយអពតគ្រុនដូចជាសម្រងហាងដូចជាចិនអ្នកបើកផ្ទាល់ដោយសារពេលដែលខ្ញុំចូលទៅឃើញបុគ្គលិកខ្មែរម្នាក់ពីរនាក់ហើយមានចិនម្នាក់ពីរនាក់ទៀតតោះនិយាយពីរសជាតិវាវិញពួកខ្ញុំគឺឆ្ងាញ់ខ្លាំងមែនតើគឺខ្ញុំចូលចិត្តខ្លាំងដូចគេល្បីចឹងរសជាតិវាអត់សូវផ្អែមទេហើយ topping ហ្នឹងគឺឆ្ងាញ់គ្រប់មុខបដ ாய் ប៉ុន្តែផ្អែមគាត់មកហ្នឹងគឺអត់ត្រជាក់ទេចង់តែអ្នកគ្នាអាចសុំតកកគាត់ថែមពីក្រៅបានពេលខ្ញុំសុំតកកហ្នឹងស្មានតែគាត់ឲ្យអាតកកដុំមានអីគាត់ឲ្យតកកព្រើធ្វើចេញពីទឹកដោះគោហ្នឹងមួយចានបដ ாய் ហើយឲ្យ free អត់គិតលុយទេតោះឲ្យដាក់ចូលចឹងទៅគឺឆ្ងាញ់វាត្រជាក់ល្អគេដាក់មកភ្លាមហ្នឹងផ្អែមហ្នឹងអត់ត្រជាក់ទេអានេះតម្លៃតោះនេះអាចមើលបានចំពោះផ្អែមផ្សេងៗ